今日は នៅ バッテ ក្នុង リ មេ ー រៀន の នេះយើងនឹងរៀនពីរបៀបវាស់ដង់ស៊ីតេរបស់ទឹកអាស៊ីតអាគុយដោយប្រើប្រាស់អ៊ីដ្រូម៉ែត្រនិងឧបករណ៍តេស្តទឹកស្អំម៉ាស៊ីនជាដំបូងនេះយើងនឹងសិក្សាអំពីអ៊ីដ្រូម៉ែត្រដើម្បីសុវត្ថិភាពសូមពាក់ស្រោមដៃតើអ្នកត្រូវការវ៉ែនតាសុវត្ថិភាពទេចំណាំទឹកអាគុយផ្ទុកមេអាស៊ីតសូហ្វូរិកដូច្នេះមិនត្រូវប៉ះឬដាក់លើដៃរបស់អ្នកផ្ទាល់ឬក្បែរវានោះទេអ៊ីដ្រូម៉ែត្រគឺជាបំពង់កៅធំមួយដែលមានផ្ទុកកូនបំពង់ក្រិតអណ្ដែតមួយហើយយើងអាចដឹងពីដង់ស៊ីតេរបស់ទឹកអាគុយដោយអានក្រិតរបស់វាក្រិតពណ៌ក្រហមមានន័យថាទឹកអាគុយត្រូវផ្លាស់ប្ដូរក្រិតពណ៌សគឺមានគុណភាពមធ្យមពណ៌បៃតងគឺនៅមានគុណភាពល្អដំបូងត្រូវត្រួតពិនិត្យអាគុយសិនមុននឹងវាស់ដង់ស៊ីតេរបស់វានៅពេលអាគុយបែកឬប្រេះឬលិចទឹកអាគុយពិនិត្យត្រង់ចំហៀងអាគុយថាតើកម្រិតទឹកអាគុយគឺនៅចន្លោះកម្រិតខ្ពស់ឬកម្រិតទាបចាក់ទឹកអាគុយបន្ថែមប្រសិនវាមានកម្រិតទាបចំណាំប្រភេទអាគុយបិទជិតមួយចំនួនអាគុយស្ងួតមិនមានគម្របទេដូច្នេះវាមិនត្រូវការចាក់បន្ថែមទឹកអាគុយទេហើយដង់ស៊ីតេរបស់វាក៏មិនអាចវាស់បានដែរនៅពេលវាស់ដង់ស៊ីតេអាគុយដែលទើបសាករួចត្រូវរងចាំប្រហែល30នាទីសិនមុនធ្វើការវាស់ដង់ស៊ីតេនៅពេលវាស់ដង់ស៊ីតេអាគុយត្រូវដោះគម្របដោយប្រើលោហៈស្ដើងរាងជារង្វង់គម្របអាគុយនៅលើថាសដាក់អ៊ីដ្រូម៉ែត្រឲ្យបញ្ឈររួចច្របាច់បឺតយកទឹកអាគុយយឺតតម្លៃលើបំពង់ក្រិតអណ្ដែតដូច្នេះវានឹងមិនប៉ះបំពង់កៅទេការអានតម្លៃក្រិតគឺត្រូវអានតម្លៃត្រង់កម្រិតទឹកអាគុយខ្ពស់បំផុតក្នុងបំពង់ក្រិតល្អហើយពីព្រោះវាស្ថិតត្រង់ផ្នែកពណ៌បៃតងប្រសិនបើពណ៌ក្រហមយើងត្រូវសាកបន្ទុកអាគុយជាមុនសិនសូមធ្វើការវាស់គ្រប់ស្លាកអាគុយទាំងអស់តម្លៃដង់ស៊ីតេអាគុយដែលល្អបំផុតគឺ 1.28 នៅពេលមានសីតុណ្ហភាព20អង្សាសេប្រសិនបើដង់ស៊ីតេអាគុយមានតម្លៃ 1.22 ឬតិចជាងមានន័យថាអាគុយគឺសាកមិនគ្រប់គ្រាន់ដូច្នេះត្រូវសាកបន្ទុកអាគុយប្រសិនបើតម្លៃដង់ស៊ីតេអាគុយមិនកើនឡើងបន្ទាប់ពីសាករួចត្រូវប្តូរដាក់អាគុយថ្មីទឹកអាគុយផ្ទុកមេអាស៊ីតសូហ្វូរិកដូច្នេះមិនត្រូវប៉ះឬដាក់លើដៃរបស់អ្នកផ្ទាល់ឬក្បែរវានោះទេកាលពីមេរៀនមុនយើងបានរៀនប្រើអ៊ីដ្រូម៉ែត្រពេលនេះយើងនឹងប្រើឧបករណ៍តេស្តទឹកស្អំម៉ាស៊ីនដើម្បីវាស់ដង់ស៊ីតេទឹកអាស៊ីតអាគុយឧបករណ៍តេស្តទឹកស្អំម៉ាស៊ីនអាចវាស់កំហាប់ទឹកស្អំម៉ាស៊ីននិងទឹកបាញ់កញ្ចក់ហើយក៏អាចប្រើដើម្បីវាស់ដង់ស៊ីតេទឹកអាស៊ីតអាគុយបានដែរឧបករណ៍តេស្តទឹកស្អំម៉ាស៊ីនមានកៅឆ្លុះបន្ទះគម្របនិងឡង់ទីពង្រីកដើម្បីសុវត្ថិភាពសូមពាក់ស្រោមដៃតើអ្នកត្រូវការវ៉ែនតាសុវត្ថិភាពទេដើម្បីឲ្យមានភាពច្បាស់លាស់ត្រូវអានការណែនាំមុននឹងចាប់ផ្ដើមវាស់បើកបន្ទះគម្របរួចសម្អាតផ្ទៃកញ្ចក់ឡង់ទីបន្ទាប់មកបន្តក់ទឹក1ឬ2ដំណក់ដោយប្រើបំពង់បន្តក់ទឹក
ហើយបិទបន្ទះគម្របវិញបើកកែវឆ្លុះកន្លែងដាក់ភ្នែកមើលខណៈពេលលៃតម្រូវឧបករណ៍តេស្តដើម្បីឲ្យមើលឃើញច្បាស់អានតម្លៃត្រង់បន្ទាត់ដែលខណ្ឌចែកផ្នែកភ្លឺនិងផ្នែកងងឹតដោយតម្លៃដង់ស៊ីតេរបស់ទឹកធម្មតាគឺ 1.00 តម្លៃធៀបបន្ទាត់របស់ទឹកនឹងក្លាយជាបន្ទាត់ខណ្ឌចែកក្នុងការវាស់តម្លៃដង់ស៊ីតេប្រើបន្ទះរាងរង្វង់ដើម្បីមួលគម្របដាក់គម្របអាគុយនៅលើថាសបើកបន្ទះគម្របរួចសម្អាតផ្ទៃកញ្ចក់ឡង់ទីបន្ទាប់មកបន្តក់ទឹក1 ឬ 2 ដំណក់ដោយប្រើបំពង់បន្តក់ទឹកហើយបិទបន្ទះគម្របវិញចង្អុលឬដាក់ឧបករណ៍តេស្តត្រង់កន្លែងភ្លឺច្បាស់ហើយបន្ទាប់មកអានតម្លៃដោយមើលកែវឆ្លុះអានតម្លៃត្រង់បន្ទាត់ដែលខណ្ឌចែកផ្នែកភ្លឺនិងផ្នែកងងឹតពិនិត្យតម្លៃដង់ស៊ីតេរបស់អាគុយនៅលើកាត់ខាងឆ្វេងគេបង្អស់តម្លៃដង់ស៊ីតេគឺ 1.28 សូមវាស់តម្លៃដង់ស៊ីតេគ្រប់បន្ទះអាគុយទាំងអស់តម្លៃដង់ស៊ីតេអាគុយដែលល្អបំផុតគឺ 1.28 នៅពេលមានសីតុណ្ហភាព 20 អង្សាសេប្រសិនបើដង់ស៊ីតេអាគុយមានតម្លៃ 1.22 ឬតិចជាងមានន័យថាអាគុយគឺសាកមិនគ្រប់គ្រាន់ដូច្នេះត្រូវសាកបន្ទុកអាគុយឡើងវិញប្រសិនបើតម្លៃដង់ស៊ីតេអាគុយមិនកើនឡើងបន្ទាប់ពីសាករួចត្រូវប្តូរដាក់អាគុយថ្មីទឹកអាគុយផ្ទុកមេអាស៊ីតស៊ូហ្វូរិកដូច្នេះមិនត្រូវប៉ះឬដាក់លើដៃរបស់អ្នកផ្ទាល់ឬក្បែរវានោះទេ